អ្នកទាំងអស់គ្នានេះគឺជានំកញ្ឆាយដែលខ្ញុំបានចំហុយកាលពីម្សិលមិញហ្នឹងណាម្សិលមិញក៏ថតពីវិធីធ្វើតែបានថតពីវិធីពេលដែលឆ្អិនហើយកាត់ឲ្យមើលអញ្ចឹងណាពេលដាក់ចំហុយអ្នកទាំងអស់គ្នាកុំដាក់ចំហុយក្រាស់ពេកដាក់រាងស្ដើងពេលដែលចៀនទៅគឺឆ្ងាញ់មែនទែនបើដាក់រាងក្រាស់អត់សូវឆ្ងាញ់ទេពេលដែលចៀនទៅបើនិយាយពីរសជាតិគឺឆ្ងាញ់តែម្ដងគឺស្រួយខាងក្រៅញ៉ាំទៅគឺស្រួយស្រកស្រោកហ្មងណាពេលដែលយើងចៀនថ្មីថ្មីសម្រាប់នំកញ្ឆាយនេះបានតែចៀនភ្លាមញ៉ាំភ្លាមទេបានឆ្ងាញ់បើយើងចៀនទុកគឺអត់សូវឆ្ងាញ់ទេហើយជ្រលក់ជាមួយនឹងទឹកត្រីទឹកម្ទេសមកគឺឆ្ងាញ់មែនទែនហើយម្យ៉ាងវិញទៀតពេលដែលយើងញ៉ាំអត់អស់គឺយើងដាក់ចូលទៅក្នុងថង់ហើយដាក់បកកចោលទៅពេលថ្ងៃណាដែលយើងចង់ញ៉ាំដកវាឲ្យបាត់ត្រជាក់បាត់កកមកគឺយើងយកមកបំពងគឺនៅតែឆ្ងាញ់ដូចថ្មីថ្មីអញ្ចឹងសម្រាប់នំកញ្ឆាយនេះភាគច្រើនខ្ញុំធ្វើច្រើនណាព្រោះអីខ្ជិលធ្វើច្រើនដងពេលយើងធ្វើរវល់តែម្ដងហត់តែម្ដងគឺរួចប៉ុន្តែគាត់ថាលើកនេះហ្នឹងគឺនៅសល់តែកញ្ឆាយនៅផ្ទះម្ដុំទេហើយណាមួយទិញមកពីអាទិត្យហើយខ្លាចខូចដល់ពេលអញ្ចឹងទៅខ្ញុំក៏ចាប់ធ្វើនំកញ្ឆាយរបៀបចំហុយហ្នឹងទៅព្រោះលកឆាយលើកនេះរៀងតិចដែរដល់ពេលយើងធ្វើជារបៀបខ្ចប់អញ្ចឹងវាបានតិចពេកហើយដល់ពេលយើងធ្វើរបៀបចៀនចំហុយអញ្ចឹងទៅគឺបានច្រើនណាមួយកូនខ្ញុំក៏ចូលចិត្តដែរឯណានឹងអេមីគឺញ៉ាំចូលចិត្តមែនទែនដោយសារតែខ្ញុំអត់សូវដាក់លកឆាយពេលដែលញ៉ាំទៅគឺស្រួយហើយប៉ះលកឆាយតិចអញ្ចឹងទៅឆ្ងាញ់តែគាត់ថាភាសាយើងសម្រាប់មនុស្សធំដាក់លកឆាយច្រើនมันឆ្ងាញ់អញ្ចឹងណាហើយនេះគឺជានំកញ្ឆាយដែលចៀនហើយបើនិយាយទៅខាំមកនឹងគឺស្រួយស្រេះតែម្ដងហើយនេះគឺជាសម្លេងដែលខ្ញុំខាំអ្នកទាំងអស់គ្នាស្ដាប់មើលស្រួយហ្មងណា